រាល់ថ្ងៃតែមានយមផបាលដើរមើលមនុស្សញោមចំណាំមើលណានាធ្វើអំពើបាបខ្លាំងដល់ជាប្រមាថប្រសងអាចារ្យម៉ែឪអីមិនមែនផ្ដន់ទាទេប៉ុន្តែចំណាំមើលខ្លួនឯងអាយុអត់វែងទេអាយុខ្លីណាស់អ្នកមើលងាយព្រះជន់ព្រះបរោះ Facebook អីឥឡូវឃើញងាប់ឲ្យរាយអ្នកជេរប្រសងប្រមាថប្រសងអីឥឡូវឃើញស្លាប់ឲ្យរាយហើយគ្រោះថ្នាក់ចរាចរណ៍ស្លាប់សិតតែចំពួកអ្នកប្រមាថហើយបើសិនជាអ្នកនឹងធ្លាប់ជេរប្រមាថដល់ឪពុកម្ដាយវាយបហាចាស់ទុំអាចារ្យប្រសងធ្វើអំពើបាបធ្ងន់ធ្ងររស់អត់សូវបានវែងព្រោះមិនសមពិន្ទុបាបគ្រប់ល្មមយមបបាលប្រមូលយកទៅវិញព្រោះគេមិនសមពិន្ទុគ្រប់ល្មមអាចឲ្យវីសាទៅនរកបានគេក៏មកប្រមូលយកទៅវិញអញ្ចឹងយមបបាលតែងតែមកដើរមើលមនុស្សតែមនុស្សណានសមបាបគ្រប់យកទៅវិញហើយស្រាប់តែយមបបាលមកថ្ងៃនេះអត់មានអ្នកទូអត់មានអ្នកណាតន់ស្លាប់ឃើញបរោះនេះកំពុងដេកចាប់យកបរោះនឹងទៅតែហ្មងចាប់ព្រលឹងបរោះនឹងទៅបើយើងនិយាយភាសាមួយទៀតគេថាគាត់ផ្លឹកថាគេមកយកព្រលឹងគាត់ទៅមិនតន់យកទៅថ្វាយយមរាជយកទៅថ្វាយព្រះអិនសួរថាណែឯងទៅណាថាខ្ញុំមកកាប់មែកឈើអស់វល់យកទៅធ្វើបន់ឆ្លងព្រោះកសាងសមិទ្ធិនឹង3-10 ឆ្នាំហើយមិនដែលឆ្លងបានថាអញ្ចឹងល្អយើងនិយាយរឿងឲ្យស្ដាប់រឿងឆ្លងនេះឲ្យដាច់ស្រឡះពីក្នុងចិត្តបើចិត្តជាប់ជំពាក់អានឹងទៅណាអត់រួចទេដូចអ្នកខ្លះរៀបស្លាប់ទៅអាឡោះអាឡៃបន្លែអីហ្នឹងស្លាប់ទៅកើតជាតកៅនឹងបន្លែអ្នកខ្លះអាឡោះអាឡៃផ្ទះសំបែងចិត្តជីវ័នចិត្តវាជាប់ទៅកើតជាកលាត់ជីងចក់នឹងផ្ទះសំបែងបើកសាងកុដិសាលាព្រះវិហារហើយមិនទាន់ឆ្លងដាក់ថាជារបស់សង្ឃនៅតែរបស់អញកើតទៅជាកលាត់ជីងចក់នៅក្នុងទៅយាមរបស់នឹងដោយទេសៈភិក្ខុកើតទៅជាចៃនឹងជាពោអញ្ចឹងហើយអ្នកដើមពោនៅតែដើមពោអញជីវ័នចិត្តវាជាប់ជាពាក់ស្លាប់ទៅអាចកើតទៅជាសត្វរាជសីដេកនឹងដើមពោហ្នឹងហើយអ្នកខ្លះទៀតជីកស្រះជីកដងហើយនៅតណ្ដងអញស្រះអញមិនព្រមដាក់ជាសាធារណៈឬក៏វេថ្វាយសង់ស្រាប់តែស្លាប់ទៅជាប់ជាពាក់ទៅកើតជាពស់នៅដេកឬកែបមាត់កវ៉ែបនៅក្នុងស្រះហ្នឹងប៉ុន្តែមិនមែនមានន័យថាអំពើបាបអំពើបុណ្យនាំឲ្យទៅកើតកន្លែងនោះទេគឺចិត្តបាបជាប់ជាពាក់ទេយើងធ្វើបុណ្យបានបុណ្យហើយប៉ុន្តែចិត្តរៀបស្លាប់ទៅជាប់ជាពាក់វាអត់ទៅណាឆ្ងាយវាកើតបដោះអាសន្ននៅហ្នឹងគ្រាន់តែក្នុងប្រអិននិយាយឲ្យស្ដាប់ទៅលោកថាណាមានកូនហើយមិនប្រពៃពិធីដើម្បីកូនដូចជាបកកកូនអីជាដើមកូនល្អលែងមកកើតជាមួយហើយណារៀនចេះដឹងពីគ្រូណាមើលងាយគ្រូហ្នឹងអនាគតទៅរៀនអីលែងចេះហើយនិយាយរឿងឲ្យស្ដាប់ចប់ចឹងទៅហោះយមបបាលគេគ្មានទោសទេបញ្ជូនគេត្រឡប់ទៅវិញគេក៏ចាប់ព្រលឹងគាត់មកដល់បញ្ចូលក្នុងរូបភ្លុចមកភ្ញាក់ដឹងខ្លួនឡើងអូអញដេកយកសពសោះដេកយកសពឃើញប្អិននិយាយរឿងឲ្យស្ដាប់ក៏យករឿងហ្នឹងមកនិយាយតណាលប្រាប់ប្រពន្ធក៏ជ្រះថ្លាធ្វើបន់ឆ្លងហ្នឹងទៅណាញោមណាញោមញាតិពុទ្ធបរិស័ទឧបឋានសាលាដែលយើងធ្វើនេះពីសម័យព្រះមិនទាន់មានទេប្រសង់លោកបួសហើយនៅតែក្នុងព្រៃសឹងក្រោមដើមឈើគល់ឈើរាជកហសេដ្ឋីឃើញអញ្ចឹងអាណិតណាស់ជ្រះថ្លាខ្លាចមេឃភ្លៀងមេឃខ្យល់អីអត់មានកន្លែងឲ្យជ្រកក៏សុំអនុញ្ញាតកសាងបានពហិគឺទីអាវាសនឹងសេនាសនៈនឹង60ខ្នងវេថ្វាយភិក្ខុសង្ឃហើយមិនដឹងវេថាម៉េចបានប្រពុតអនុញ្ញាតថាឲ្យវេនឹងដាក់ជាសម្បត្តិរបស់សង្ឃទៅកុំឲ្យជាកម្មសិទ្ធិរបស់អង្គណាមួយខ្លាចលោករស់យកទៅវិញអស់ហើយដូច្នេះទៅក៏វេដាក់ដល់សង្ឃទៅបានមានវត្តមានកុដិប៉ុន្តែញោមញាតិគាត់មកប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃអត់មានកុដិទេលោកមានកុដិម្ល៉េះហើយកំពុងតែរៀបចង្ហាន់ផ្ទេចុះផ្ទេឡើងមេឃភ្លៀងមេឃអលឹមមកវាចូលបាយចូលម្ហូបអញ្ចឹងវាអត់មានរោងអត់មានទីកន្លែងបានព្រះអង្គអនុញ្ញាតឲ្យគេកសាងហៅថាសាលាផាត់ឬក៏ហៅថាឧបឋានសាលាគឺសាលាឆាន់នឹងសម្រាប់យើងរៀបចង្ហាន់ថ្វាយព្រះសង្ឃក្នុងកម្មវិធីបុណ្យអីញោមញាតិអាចមកធ្វើការនៅក្នុងហ្នឹងកុំឲ្យវាទឹកភ្លៀងកុំឲ្យវាក្តៅហើយគេហៅថាសាលាឆាន់ដោយសារនិមន្តព្រះសង្ឃឆាន់នៅក្នុងហ្នឹងវាមលប់ញោមញាតិហូបបាយរៀបចង្ហាន់ក្នុងហ្នឹងក៏មលប់
គេហៅឧបឋានសាលាកន្លែងធ្វើឧបថៈទំនុកបំរុងដល់ប្រសង់ឆុងភេសជ្ជៈឬក៏ចុងប្រគេនទេយទានធ្វើបុណ្យអីនៅក្នុងហ្នឹងវាមកលប់វាស្រួលហើយដែលគេហៅថាសាលាធម្មសភាព្រោះយើងធ្វើបុណ្យមានការស្ដាប់ធម៌មានការអីប្រជុំសាកឆាអីនៅក្នុងហ្នឹងបានអញ្ចឹងសាលានេះមានផលច្រើនបានព្រះអង្គអនុញ្ញាតឲ្យគេកសាងសាលាបានចាប់ផ្ដើមកើតមានសាលាហើយដល់តែមានសាលាមានកុដិហើយអត់មានកន្លែងធ្វើឧបោសថដើរធ្វើជាលៀសជាព្រៃបានព្រះអង្គអនុញ្ញាតឲ្យមានរោងឧបោសថយើងក៏ចងវិហារធ្វើរោងឧបោសថទៀតអត់មានកន្លែងចុងភៅពិបាកដាំចង្ហាន់ព្រះអង្គអនុញ្ញាតឲ្យមានរោងភ្លើងរោងចុងភៅទៀតពីដើមមានដីខ្សាច់ដីឥដ្ឋអីសម្រាប់យើងលាបខ្លួនដុតរូលអាំងព្រោះសុកពីដើមមានតិចខ្លាំងអីចឹងចឹងរឿងរ៉ាវព្រះអង្គអនុញ្ញាតឲ្យមានសាលាសម្រាប់ញោមញាតិធ្វើបុណ្យការអនុញ្ញាតកសាងសាលានេះបានបុណ្យបានអានិសង្សច្រើនសម្រាប់មនុស្សប្រើជាប្រយោជន៍ច្រើនមិនមែនសម្រាប់តែប្រសង់ទេគេបតក់ឆ្នាំកូនក្មេងក៏មកធ្វើបានគេចោះឈ្មោះបោះឆ្នោតគេក៏មកធ្វើបានគេមកប្រជុំឲ្យរឿងទៅលើកទៅនប់ទៅលើកថ្នល់ឯណាក៏គេប្រជុំនឹងបានខាងរដ្ឋមន្ត្រីខាងរាជការអីចង់យកកន្លែងសុំកន្លែងប្រជុំក៏មកនេះបានចង់ប្រគេនចង្ហាន់ប្រគេនប្រសង់ក៏ធ្វើនេះបានដូច្នេះសាលានឹងវាចេញពាក្យថារោងសាលាប្រែថារោងបានចេញជាសាលានឹងមកពីដូចរោងដែរកន្លែងនេះសម្រាប់ធ្វើការបានច្រើនយ៉ាងសមាធិចម្រើនធម៌ស្ដាប់ធម៌ប្រគេនចង្ហាន់ធ្វើបុណ្យអញ្ចឹងបុណ្យគ្រប់យ៉ាងបានដោយសារសាលានេះបានជាព្រះអង្គដោះស្រាយជាមួយនឹងណែទេវតាសួរថាបបិទ្ធព្រះអង្គដល់ចម្រើនឲ្យអីឈ្មោះថាឲ្យគ្រប់មុខទាំងអស់ឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខព្រះអង្គថាយោចសัพពតតោហោតិយោតទាតិឧបស្សយ៉ាងណណាឲ្យទីឧបស័យឈ្មោះថាឲ្យគ្រប់មុខទីឧបស័យនឹងទីអីគឺទីសេនាសនៈមានកុដិសាលាព្រះវិហារជាដើមសេនៈប្រែថាទីដេកអាសនៈប្រែថាទីអង្គុយសេនៈនិងអាសនៈប្រែថាទីណាដែលដេកបានអង្គុយបានសេនៈបូកនឹងអាសនៈទៅជាសេនាសនៈកន្លែងហ្នឹងដេកក៏បានអង្គុយក៏បានសឹងក៏បានសម្រានក៏បានដូច្នេះហើយបានបុណ្យបានអានិសង្សគ្រប់មុខគ្រប់អាម៉េចនំបច្ចុកឆ្ងាញ់ប៉ុន្តែបើឲ្យលោកឆាន់ហាលក្តៅបែកញើសកក្លាក់អត់សូវឆ្ងាញ់ទេបើបានក្នុងម្លប់បានឆ្ងាញ់អញ្ចឹងវាជួយឲ្យសឡគេឆ្ងាញ់ស្ដាប់ធម៌អង្គុយហាលក្តៅបែកញើសកក្លាក់អង្គុយហាលភ្លៀងបែកញើសកក្លាក់ស្ដាប់អត់ព្រោះទេហើយអង្គុយហាលភ្លៀងទៅទឹកជោគបើមកអង្គុយក្នុងនេះលហើយស្រួលទៅវាជួយឲ្យខាងធម៌ហ្នឹងព្រោះទៀតអ្នកជំងឺបើយកទៅដេកហាលភ្លៀងវាមិនងាយជាទេតើបានម្លប់ដែរបានវាឆាប់ជាជួយថ្នាំពេទ្យទៀតជួយតាំងពីចង្ហាន់ជួយថ្នាំពេទ្យអត់មានអីទៅដប់ចូលមកក្នុងនេះបាំងចាំងហប់ទៅមិនសូវល្ងាដែរជួយភួយជួយខោអាវបានទៀតញោមមើលអត់ខោអាវអត់អីនៅក្នុងបន្ទប់បិទចិត្តគេមិនឃើញអីបានតាបើដូច្នេះហើយវាជួយទាំងខោអាវជួយទាំងចង្ហាន់ជួយទាំងថ្នាំពេទ្យបានគេថាឲ្យសេនាសនៈនេះឲ្យគ្រប់មុខទាំងអស់ទេវតាសួរទៀតថាបបិទ្ធព្រះអង្គដល់ចម្រើនតើទានអ្វីបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃហើយបុគ្គលបែបណាដែលនឹងបានទៅឋានសួគ៌ព្រះអង្គសម្ដែងថាបុណ្យទានដែលធ្វើទៅបានបុណ្យទាំងយប់ទាំងថ្ងៃគឺអញ្ចេះអារាមរូបាវណៈរូបាយេជនីសេតការៈកាបបញ្ចឧតបានញ្ចយេតន្តិឧបស្សយ៉ាងទេសង្ឃវិយរតោចសតិបញ្ញបវត្តតិធម្មត្តាសីលសម្បណ្ណោតេជនីសក្កិមីណូថាអញ្ចឹងស្ដាប់បានអីអត់ស្ដាប់ថៃបានប៉ុណ្ណឹងថាម៉េចពេញប៉ាំងយីនូថាបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលណាវិញអារាមរូបាអ្នករៀបចំទីធ្លាវត្តធ្វើជាសួនច្បារដាំដើមឈើជាលំអមានតាំងពីកលាបតាំងពីរំដួលម៉ោង3ម៉ោង4នួនស្រីជាប៉ាជាបៃម៉ោង10រៀបចំឲ្យស្អាតឲ្យគេចូលមកមានចិត្តជ្រះថ្លារីករាយបូជាប្រតនត្រ័យផងវត្តអារាមផងខ្លួនយើងក៏បានបុណ្យគេមកក៏បានបុណ្យទាំងយប់ទាំងថ្ងៃអ្នកណាដាំដើមឈើផ្ការៀបចំសួនច្បាររៀបចំផ្កាភ្ញីក្នុងវត្តមួយទៀតវណ្ណៈរូបាណានាដាំដើមឈើធំនៅក្នុងវត្តឬទីសាធារណៈឬថែរក្សាការពារព្រៃឈើឲ្យគេជ្រកគេមលុបនឹង
បានបនទាំងយប់ទាំងថ្ងៃមួយទៀតណានាកសាងស្ពានសាលារៀនផ្លូវថ្នល់មន្ទីរពេទ្យចេញថ្លៃទុកដរឲ្យគេអ្នកនេះបានបនទាំងយប់ទាំងថ្ងៃមួយទៀតណានាជីកស្រះជីកដងធ្វើអាងធ្វើអង្គធ្វើពីងធ្វើបាក់សាំងកឡប៉ិនតងដាក់ទឹកគេផឹកគេងូតគេប្រើប្រាស់បានបនទាំងយប់ទាំងថ្ងៃមួយទៀតណានាកសាងទីឧបស័យកតាំងទីសំណាក់ផាកអាស្រ័យកុដិសាលាព្រះវិហារបានបនទាំងយប់ទាំងថ្ងៃបុគ្គលបែបនេះបរិបូរដោយធម៌